តោះបងប្អូនយើងចាប់ផ្ដើមធ្វើរៀនសរសេរកូដគឺរៀនបង្កើត web page ដោយប្រើភាសា HTML តោះឥឡូវខ្ញុំបង្កើត folder មួយឈ្មោះថា coding តាមមកទៀតយើងប្រើនេះ app មួយឈ្មោះថា Cursor នេះខ្ញុំប្រើ MacBook វាស្រួលដើម្បី install program អីវាងាយស្រួលប្រើហើយល្បឿនវាលឿនបើប្រើ Windows វាឆាប់ខូចចឹងណាអញ្ចឹងឥឡូវខ្ញុំបើក project មកខ្ញុំ coding អញ្ចឹងCursor វាមាន AI ស្រួលប្រើប៉ុន្តែឥឡូវយើងអត់ចាំបាច់ត្រូវប្រើ AI ទេគឺយើងរៀនសរសេរកូដដោយយើងប្រើភាសា HTML អញ្ចឹងកូដទី1ដែលយើងត្រូវសរសេរហ្នឹងគឺថាតើតើនឹង HTML structure អញ្ចឹងខ្ញុំយក WC School មកបរៀនអ្នកទាំងអស់គ្នាអញ្ចឹងមេរៀននេះសម្រាប់អ្នកដែលចាប់ផ្ដើមរៀនខាង IT បងប្អូនដែលទៅរៀន IT ឆ្នាំទី1អីហ្នឹងតែឬក៏ឆ្នាំទី2ដែលចាប់ផ្ដើមរៀន HTML ហ្នឹង web development ហ្នឹងគឺអាចមើលវីដេអូហ្នឹងបានហើយបងឬក៏បងប្អូនដែលចេះហើយអាចមើលបន្ថែមទៅបើសិនជាខ្វះចន្លោះឬក៏កន្លែងណាដែលបងប្អូនអត់ទាន់ដឹងឬក៏បងប្អូនអត់ទាន់ដឹងបងអាចមើលវីដេអូនេះបានអញ្ចឹងតើតើនឹង HTML ជាភាសាមួយស្តង់ដារដែលយើងសម្រាប់បង្កើត web page អញ្ចឹង web page ជាស្អី web page គឺជា page មួយជាកន្លែងមួយដែលបង្ហាញជារូបរាងឲ្យយើងមើលឃើញខ្ញុំឧទាហរណ៍ដូចជានេះ WC School នេះជា website មួយអញ្ចឹង website ហ្នឹងវាមាន web page ច្រើនគុំចូលគ្នាបានបង្កើតបានទៅជា website មួយអញ្ចឹងអានេះជា web page មួយដែរនេះពេលដែលខ្ញុំចុច HTML home មួយហ្នឹងគឺជា website មួយដែរអញ្ចឹង website របស់ WC School នេះវាមាន web page ច្រើនអញ្ចឹង web page នេះ page learn HTML ឬក៏ HTML tutorial page មួយហ្នឹងគឺជា web page មួយអញ្ចឹង web page មួយហ្នឹងគឺសរសេរគឺប្រើភាសា HTML ដើម្បីសរសេរវា HTML វាមានភាសាច្រើនទៀតប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយតែភាសា HTML ឯងអញ្ចឹង HTML គឺជាភាសាមួយសម្រាប់បង្កើត web page ដល់ពេល web page ច្រើនបង្កើតបានទៅជា website អញ្ចឹងមានន័យថា HTML ហ្នឹងគឺយើងអាចបង្កើត website ដោយខ្លួនឯងបានបើមិនយើងចេះកូដហ្នឹងហើយមួយទៀតវាងាយស្រួល learn វាងាយស្រួលរៀននេះដោយសារតែភាសា HTML ហ្នឹងគឺវាជាភាសាវាមានភាសាវាបន្តិចទេតែយើងអាចរៀនវាមួយបានណាអត់ដូចភាសាខ្មែរបាក់រៀនហើយភាសាអង់គ្លេសក៏រៀនពិបាកដែរប៉ុន្តែចំពោះភាសា HTML នេះយើងងាយស្រួលរៀនទេឲ្យតែយើងចេះកុំព្យូទ័របន្តិចទៅយើងអាចរៀនបានហើយអញ្ចឹងមេរៀនទី1នេះគឺគ្រាន់តែចង់ឲ្យយើងដឹងថា HTML ជាស្អីអញ្ចឹង HTML គឺជាភាសាស្តង់ដារមួយសម្រាប់បង្កើត web page ហើយ web page ជាស្អីនេះ web page គឺនេះគឺវាជា page មួយវាជាទីកន្លែងមួយដែលបង្ហាញជាព័ត៌មានមកឲ្យយើងនៅលើកុំព្យូទ័រដោយប្រើអ៊ីនធឺណិតអញ្ចឹងជា web page ហើយ web page គុំគ្នាច្រើនខ្លាយទៅជា website អញ្ចឹង WC School នេះគឺជា website មួយដែលមាន web page ច្រើនអញ្ចឹង web page ទី1ហ្នឹងគឺ learn HTML ហ្នឹងវាមាន web page ច្រើនទៀតអញ្ចឹងក្នុងមេរៀននេះគឺខ្ញុំគាត់ចង់ឲ្យអ្នកទាំងអស់គ្នាស្គាល់ថាស្អីទៅជា HTML ហើយមួយទៀតតើវាប្រើដើម្បីអីអញ្ចឹង HTML ជាភាសាស្តង់ដារមួយបង្កើត web page និង HTML គឺជាភាសាមួយដែលអាចបង្កើតជា web page ច្រើនខ្លាយទៅជា website បានអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើភាសា HTML ដើម្បីបង្កើត website ដោយខ្លួនឯងហើយទម្រង់របស់ website របស់ HTML code នេះអញ្ចឹងកូដវាអញ្ចឹងយើង copy វាមកឬខ្ញុំ copy វាសិនមក copy មកនេះប្រើអញ្ចេះក៏បានប្រើ command C ក៏បាននៅក្នុង keyboard ណាតទៀតយើងមកប្រើនេះមកអញ្ចឹងខ្ញុំដើម្បីបង្កើតជា HTML document ហ្នឹងចង់និយាយ HTML file អញ្ចឹងយើងបង្កើត file មួយមកដាក់ index.html អញ្ចឹងមិញខ្ញុំបង្កើត folder មួយឈ្មោះថា coding ឥឡូវខ្ញុំបង្កើត file មួយទៀតឈ្មោះថា index.html អញ្ចឹង index ជាឈ្មោះ dot នេះជា extension អញ្ចឹងទាក់ទងនឹង HTML ភាសា HTML ហ្នឹងគឺយើងដើម្បីសរសេរភាសា HTML បានគឺយើងត្រូវបង្កើត file មួយហ្នឹងដែលមាន extension HTML extension.html នេះ extension វាគឺកន្ទុយ dot នេះហើយឈ្មោះវា index ហ្នឹងគឺសំដៅទៅលើឈ្មោះ file ទី1អញ្ចឹងឥឡូវខ្ញុំសាកកុបផាសអាមិញមកនេះអញ្ចឹងពេលដែលខ្ញុំ save វាហើយឥឡូវចាំមើលពេលដែលយើងបង្កើតអាហ្នឹងហើយយើងចុច go live មកអញ្ចឹង go live នេះគឺជា extension មួយរបស់ VS Code extension go live ទៅណាទៅណា go live មកខ្ញុំចាំតិចខ្ញុំឲ្យមើលនេះ live server មិន Google live server អញ្ចឹង live server នេះយើង install extension មួយហ្នឹងមកពេលដែល install extension ហ្នឹងនៅលើ VS Code ហើយវាចេញនេះវាចេញកន្លែងមិញហ្នឹង HTML ហ្នឹងនេះវាចេញពាក្យ go live នេះអញ្ចឹងពេលដែលយើងចុច go live ហ្នឹងមកអញ្ចឹងវាបង្កើត server មួយឲ្យយើង
server ហ្នឹងចាំមេរៀនក្រោយចាំខ្ញុំប្រាប់តាក់ទងនឹង server ហ្នឹងតែថ្ងៃហ្នឹងគឺគាត់ចង់ឲ្យស្គាល់ថាស្អីទៅជា HTML ហើយនឹងវាប្រើធ្វើអីអញ្ចឹង HTML គឺជាភាសាមួយដើម្បីបង្កើត web page និង HTML ប្រើសម្រាប់បង្កើត website ព្រោះ web page ច្រើនគុំចូលគ្នាហៅថា website អញ្ចឹងណាអញ្ចឹងយើងបង្កើត server មួយនេះអញ្ចឹងអានេះដូច website មួយអញ្ចឹងយើងមាន index file មួយហើយយើងសរសេរ code HTML ហើយដល់ពេលវាចេញជា web page នេះវាចេញចេះឃើញទេអញ្ចឹង web page ហ្នឹងមិនយើងសរសេរ code មកកណ្ដោដល់ពេលវាចេញចេះ this is heading ហ្នឹង this is a paragraph ហ្នឹងអានេះគឺជា web page ដើម្បីឲ្យអ្នកប្រើ computer ហ្នឹងគាត់មើលឃើញប៉ុន្តែធាតុពិតគឺពេលដែលយើងសរសេរ code អញ្ចឹងអញ្ចឹងនេះពេលដែលយើងយ៉ាញ៉ៃនោះឈប់នេះចេះស្រួលមើលអញ្ចឹងនេះអញ្ចឹងឃើញនេះអានេះ HTML code ណាអញ្ចឹង HTML code វាផ្ដើមចេញពី10 type HTML នេះជាប្រភេទ document មានន័យថាតើតើនឹង file ឬក៏ document នៅលើ internet គឺមានប្រភេទ file របស់វាអញ្ចឹងអានេះគឺប្រភេទ HTML អញ្ចឹងហើយបានវាមាន code នេះមួយដើម្បីសម្គាល់ថាវាជា HTML ហើយវាមាន HTML tag អានេះហៅថា HTML tag អញ្ចឹង HTML tag document type tag head tag title tag body tag h1 tag ហើយនឹងparagraph tag អញ្ចឹង HTML វាបែងចែកជាវាចែកជា tag នេះពាក្យវាគឺពាក្យ tag ដែរអញ្ចឹងបើយើងទៅសេHTML គឺយើងត្រូវស្គាល់ថាស្អីទៅជា tag ស្អីទៅជា structure ស្អីទៅជាទូនាទីរបស់វាអញ្ចឹងថ្ងៃហ្នឹងគ្រាន់តែឲ្យអ្នកទាំងអស់គ្នាស្គាល់ថាស្អីទៅជា HTML ទេមេរៀនទី1ណាអញ្ចឹងអរគុណដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់ចឹងណាអញ្ចឹងនៅរងចាំមើលវីដេអូបន្តទៀតគឺរៀនតាក់ទងជាមួយនឹង tag ហើយនឹង structure របស់វាអញ្ចឹងតើមួយណាចាំបាច់ហើយមួយណាជា tag ដែលយើងត្រូវរៀនបន្តយើងដូររហូតណាមួយណាដែលវាជា code ដែលយើងអត់ចាំបាច់ដូរទេគឺវាមានមកស្រេចវាមកទាំងអស់ហ្មងហើយអា code ណាដែលយើងចាំបាច់ត្រូវរៀនថាវាមានទូនាទីស្អីហ្នឹងអញ្ចឹងនៅមេរៀនក្រោយគឺរៀនអំពី tag អញ្ចឹង tag របស់ HTML មានច្រើនអញ្ចឹងអានេះជា tag មួយទេអានេះក៏ជា tag មួយដែរអញ្ចឹងវាមានបើកវាមានបិទអញ្ចឹងណា head នេះវាមានបើកបិទដែរ body បើកបិទដែរអញ្ចឹងទម្រង់ HTML គឺមានទម្រង់នឹងអញ្ចឹងទាំងអស់អញ្ចឹងតិចទៀតនេះអ្វីដែលយើងដូរគឺនៅកន្លែង body tag នេះតាក់ទង HTML tag គឺយើងដូរនៅកន្លែងហ្នឹងវាមាន tag ច្រើនទៀតចាំមេរៀនក្រោយខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាតាក់ទងនឹង HTML tag អរគុណមួយទៀតយើងអាចប្រើយើងអត់ copy paste ទេយើងអាចសរសេរអញ្ចឹងនៅក្នុង VS Code ឬក៏ Cursor ពួក Cursor Cursor ហ្នឹងគឺ edit ជា app មួយដែលយើងប្រើ VS Code នៅក្នុងហ្នឹងឯងតាមពិតប៉ុន្តែ Cursor វាមាន AI មានអីចឹងណាប៉ុន្តែធាតុពិតគឺយើងប្រើ VS Code ទេយើងចង់ download VS Code យកមកប្រើក៏បានដែរអញ្ចឹងដើម្បីសរសេរ HTML ងាយស្រួលទេអ្នកទាំងអស់គ្នាគ្រាន់តែសរសេរថា HTML file មកនេះគ្រាន់តែ enter មកគឺវាចេញមកautomatic មួយ set របស់វាហ្មងមួយ set របស់វាហ្នឹងមានន័យថាគឺតាក់ទងនឹងទម្រង់របស់ HTML ទាំងអស់ដែលចាំបាច់ត្រូវសរសេរហ្នឹងគឺវា automatic ឲ្យពេញសម្រាប់យើងហ្មងអញ្ចឹងអានេះយើងគ្រាន់តែកែ title មក website អញ្ចឹងមកហើយដល់ពេលក្នុង body នេះអ្វីដែលយើងត្រូវដាក់យើងដាក់h1 មក this is my website my web page ចឹងមកហើយ paragraph យើងដាក់ paragraph មួយមក today is the first day today we learn about HTML language HTML is a markup standard markup language ចឹងមក HTML you can
can create your own website using HTML chẳng máu nhé hãy save video màu là save video máu dương cho cô like mình đó thấy chưa này dương bằng mình đó thấy nhé nè this is my web page khi nhà vậy là nhung sẽ xem mình đi trên máu anh ấy hay thao web page cho web page cứ chia nè chụp page muối đá và hán bỏ đồng biến ao in nè pha computer nó khơi np đại kế nè np đại kế white address nó khang lơi address năng khá website rồi có domain của WC School nè nè cái white tại WC School nó chạy nhỉ lấy cho mọi người bài ở hiểu nhé nè WC School chỉ website mùi np dương cho anh đi mối anh ấy khai tàu web page mùi tiệt tại đâu nó ATM ở chẳng website dương trong đặt link tràn của bạn này và tại ngày nó riêng tại đâu nó sẽ tới chiều HTML hỏi HTML nó cứ thở sầm nhạt với ai tập bản năng tiền ngày nắng á